ព្រះសិវៈជាព្រះអាទិទេពអ្នកបំផ្លាញព្រះអង្គទ្រង់បំផ្លាញនៅរាល់សភាវៈអាក្រក់ទាំងឡាយនឹងឯងព្រះអង្គមានព្រះនាមច្រើនទៀតដូចជាព្រះឥសូរព្រះរុទ្រៈនិងព្រះនេតរាជជាដើមព្រះសិវៈប្រថាប់នៅលើកំពូលភ្នំកៃឡាសមានគោនន្ទិជាយានជំនិះនិងមានសេវលឹង្គជានិមិត្តរូបនៃកម្លាំងក្នុងការបង្កើតលក្ខណៈរបស់ព្រះសិវៈគឺមានលក្ខណៈជាឥសីស្លៀកដណ្ដប់ស្បែកសត្វប្រថាប់នៅលើស្បែកខ្លាកាន់អាវុធត្រីសូរទ្រង់ខ្សែអង្កាំមានពស់ជាសង្វារព្រះសុរង្សសម្បល់ខៀវនិងភ្នួងព្រះកេសាមានព្រះច័ន្ទមួយចំណិតហើយនៅត្រង់កណ្ដាលថ្ងាសមានព្រះនេត្រទី3ដែលបិទជាប់ជានិច្ចបើកាលណាព្រះសិវៈបើកព្រះនេត្រទី3ភ្លាមនឹងកើតបានជាភ្លើងឆេះប្រឡាយលោកនេះភ្លាមព្រះសិវៈមានអគ្គមហេសីព្រះនាមឧមាដែលមានច្រើនលក្ខណៈច្រើនព្រះនាមផងដែរដូចជាបារាវតីទេវីទុរគាទេវីនិងកលីទេវីជាដើម